បើមានពេលត្រឹមតែមួយថ្ងៃហើយចង់ចេញដំណើរពីភ្នំពេញទៅដើរលេងនៅខេត្តវលងាចណាតើបងប្អូននឹងជ្រើសរើសទៅលេងខេត្តមួយណានៅក្នុងថ្ងៃនេះខ្ញុំនឹងរើសយកខេត្តកំពង់ចាមសម្រាប់ការមកដើរលេងវលងាចហើយសម្រាប់វីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនដើរលេងបែប one day trip ជាមួយខ្ញុំដែលមានទាំងកន្លែងដើរលេងកន្លែងញ៉ាំអីនិងកាហ្វេបែបជនបទអញ្ចឹងបើសិនជាបងប្អូនកំពុងតែរកនៅគម្រោងមកលេងខេត្តកំពង់ចាមវលងាចដូចខ្ញុំណាបងប្អូនអាចមើលវីដេអូមួយនេះនិង save វីដេអូមួយនេះទុកសម្រាប់មកលេងពេលក្រោយបានដូចតែរកដងអញ្ចឹងពេលដែលទៅណាមកណាគឺខ្ញុំតែងតែ search មើលផែនទីនិងដាក់ទីតាំងទៅដើរលេងនៅកន្លែងណាដែលចង់ទៅហើយជាប្រចាំថ្ងៃនេះខ្ញុំក៏ជាអ្នកប្រើសេវានិងអ៊ីនធឺណិតរបស់មិត្តហ្វូនដែរបងប្អូនដឹងអត់ឥឡូវនេះដោយគ្រាន់តែយើងភ្ជាប់គម្រោងអ៊ីនធឺណិតកាដូនិងកាដូ plus ប្រចាំខែមិនថា$4 $6 ឬមួយក៏$10នោះយើងនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone ស៊េរីចុងក្រោយ3ស៊េរីនិយាយទៅលុយមែនតើហ្មងបាទសំខាន់ខែនេះគឺជាខែចាំរង្វាន់ចុងក្រោយណាអញ្ចឹងចាំការទៀតបញ្ចូលលុយឲ្យភ្ជាប់គម្រោងពីឥឡូវនឹងហ្មងហើយសម្រាប់ការចាំរង្វាន់គឺគេធ្វើឡើងនៅរៀងរាល់ថ្ងៃទី5នៃខែបន្ទាប់ម៉ោង10ព្រឹកនៅលើ page ផ្លូវការរបស់មិត្តហ្វូនហើយនេះគឺជាទីតាំងកន្លែងទី1ដែលខ្ញុំបានចូលមកលេងគឺជាទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំប្រុសភ្នំស្រីអញ្ចឹងមុនពេលចូលទៅក្រុងកំពង់ចាមខ្ញុំក៏បានឈៀងចូលមកលេងនៅកន្លែងនេះសិនដោយសារតែភ្នំប្រុសនេះគឺគេមានផ្លូវឡើងដែលយើងអាចជិះឡានឡើងមកលេងដល់លើភ្នំហ្មងដោយសារតែមានពេលវេលាតិចណាអញ្ចឹងទៅខ្ញុំបានត្រឹមឡើងមកលេងនៅភ្នំប្រុសនេះសិនហើយបើសម្រាប់ភ្នំស្រីវិញគឺយើងត្រូវដើរឡើងតាមកម្មចដាដែលមានជាង200កម្មនិយាយទៅរៀងខ្ពស់ដែរបើនិយាយទៅនៅលើភ្នំប្រុសនេះគេមានវត្តអារាមនិងចាត់ដីដ៏ធំដែលមានក្បូរក្បាច់មើលទៅទម្រង់បុរាណស្អាតមែនតើបងប្អូនហើយបានមកលេងកន្លែងស្អាតអញ្ចឹងណាមានតែថតរូបផុសចែកដើម្បីឲ្យបងប្អូនបានមកលេងកន្លែងនេះបន្ថែមទៀតមួយស្រួលដែរមានតែសេវាមិត្តហ្វូនមួយទៅណាមកណាក៏យើងអាចប្រើអ៊ីនធឺណិតបានដែរអញ្ចឹងថតរូបឲ្យយើងអាចផុសបានភ្លាមងាយស្រួលហ្មងនៅលើភ្នំនេះគឺសម្បូរស្វាច្រើនមែនតើបងប្អូនអញ្ចឹងសូមប្រយ័ត្នប្រយែងណាពេលដល់ចំណីស្វាយហ្នឹងប្រយ័ត្នប្រយែងប្រយ័ត្នស្វាខាដើរលេងនៅលើនេះបានមកសន្ទុះធំដែរហើយដល់ពេលមើលម៉ោងទៅថ្ងៃត្រង់ដល់ម៉ោងបាយថ្ងៃល្មមអញ្ចឹងទៅខ្ញុំក៏បានជិះចូលមកក្រុងដើម្បីរកកន្លែងញ៉ាំអីពេលថ្ងៃហើយខ្ញុំក៏សម្រេចចិត្តថាមកញ៉ាំនំបញ្ចុកខួរក្តាមនៅខាងមាត់ទន្លេបើនិយាយទៅកន្លែងមួយនេះខ្ញុំធ្លាប់បានមកញ៉ាំប្រហែលជា2ដងហើយទីតាំងរបស់គាត់ហ្នឹងគឺគាត់បើកលក់នៅនឹងផ្ទះខ្លួនឯងផ្ទាល់ហ្មងហើយឃើញថាសម្បូរភ្ញៀវគេមកញ៉ាំរៀងច្រើនគួរសមដែរនៅកន្លែងគាត់នេះជាធម្មតាគឺគេនិយមមកញ៉ាំនំបញ្ចុកខួរក្តាមហើយគេមាន2ជម្រើសឲ្យយើងចានធម្មតានិងចានពិសេសអញ្ចឹងថ្ងៃនេះខ្ញុំក៏កំងចានពិសេសហ្មងទៅឃើញថាមាននំបញ្ចុកនិងសាច់ច្រើនគួរសមដែរគ្រាន់តែថាដាក់ចានតូចអញ្ចឹងទៅរៀងពិបាកជ្រុំញ៉ាំបន្តិចបើនិយាយពីរសជាតិនំបញ្ចុកខួរក្តាមនៅកន្លែងគាត់ហ្នឹងណារសជាតិឆ្ងាញ់សមរម្យតម្លៃក៏មកល្មមអញ្ចឹងបងប្អូនបានមកលេងខេត្តកំពង់ចាមលើកក្រោយណាបងប្អូនអាចមកសាកញ៉ាំនៅកន្លែងគាត់បានចេញពីញ៉ាំអីថ្ងៃត្រង់ទៅឃើញថារៀងទន់ភ្នែកតិចហើយអញ្ចឹងតទៅរកកាហ្វេមួយកែវសិនមិនបានហើយខ្ញុំក៏ដាក់ទីតាំងទៅហាងកាហ្វេមួយកន្លែងដែលទីតាំងហាងកាហ្វេរបស់គេហ្នឹងគឺជាលក្ខណៈកាហ្វេបែបជនបទចង្ងាយលបាក់ជិត10គីឡូពីក្រុងដែរនៅកន្លែងគេនេះជាលក្ខណៈកាហ្វេបែបជនបទអញ្ចឹងណាបងប្អូនហើយអីដែលខ្ញុំស្រឡាញ់ហ្នឹងគឺត្រង់បរិយាកាសល្អមានធម្មជាតិមានខ្យល់បរិសុទ្ធស្រស់ស្រាយអីចឹងទៅអញ្ចឹងយើងអាចមកអង្គុយលេងញ៉ាំកាហ្វេបែប relax ស្ដាប់ភ្លេងស្ដាប់ចម្រៀងមើលរឿងអានសៀវភៅហើយកាន់តែងាយស្រួលទៀតណានៅកន្លែងនេះក៏មានសេវាអ៊ីនធឺណិតមិត្តហ្វូនដែរបងប្អូនអញ្ចឹងទាញតែទូរស័ព្ទមកចង់ស្ដាប់ចម្រៀងក៏បានចង់មើលរឿងលេងក៏បានបើនិយាយទៅកន្លែងនេះគឺជាលក្ខណៈកាហ្វេបែបជនបទអញ្ចឹងទៅការរៀបចំហ្នឹងគឺលក្ខណៈសាមញ្ញធម្មតាឯងបងប្អូននៅមានកន្លែងខ្លះក៏អត់ទាន់រៀបរយប៉ុន្មានដែរហើយកន្លែងខ្លះទៀតគេក៏កំពុងតែរៀបចំនិងជួសជុលបន្ថែមទៀតតែបើថាយើងចូលចិត្តបរិយាកាសបែបខ្យល់ធម្មជាតិខ្យល់បរិសុទ្ធស្រស់ស្រាយអីហ្នឹងបងប្អូនអាចសាកមកអង្គុយលេងញ៉ាំកាហ្វេនៅនឹងបានបរិយាកាសល្អអង្គុយលេងនៅនេះដល់ល្ងាចបន្តិចហើយខ្ញុំក៏បានត្រឡប់មកក្រុងវិញមកដើរលេងនៅសួនច្បារមាត់ទន្លេរបស់គេម្ដងហើយខ្ញុំក៏បានមកថតរូបលេងនៅកន្លែងអសរកំពង់ចាមជាធម្មតាពេលដែលមកដល់កំពង់ចាមគឺគេតែងតែមកថតរូបលេងនៅកន្លែងនេះឬមួយក៏ spin Kizuna អីចឹងទៅដើម្បីបញ្ជាក់ថាយើងបានមកដល់ខេត្តកំពង់ចាមហើយបើនៅតាមសួនច្បារមាត់ទន្លេរបស់គេវិញពេលល្ងាចឡើងគេមានលក់របស់ញ៉ាំតាមផ្លូវមានគេដើរលេងមានគេហាត់ប្រាណពេលល្ងាចអីហ្នឹងមានមនុស្សច្រើនអ៊ូអរគួរសមអញ្ចឹងបើសិនជាបងប្អូនចង់រកនៅកន្លែងដើរលេងវល់ល្ងាចនៅខេត្តកំពង់ចាមដូចខ្ញុំណាកុំភ្លេច save វីដេអូមួយនេះទៅបងប្អូនអាចរៀបចំគម្រោងមកដើរលេងនៅពេលក្រោយបាន